បងប្អូនថ្ងៃនេះអាចនឹងជាភាគបញ្ចប់ហើយនៅរឿងរ៉ាវដែលបងប្រុសបងស្រីទៅទិញខ្សែកផ្លាទីនហើយបានរបស់កន្លៃណាហើយពេលនេះគាត់បានសម្របសម្រួលជាមួយនឹងលោកពូដែលជាម្ចាស់ហាងលក់គ្រឿងអលង្ការគេហៅថាឈ្មោះលីណាផ្សារទូសង្កែឬហៅសាំហាន់រឿងរ៉ាវពេលនេះបើតាមអ្វីដែលគាត់ប្រាប់ខ្ញុំគឺសម្របសម្រួលនៅកន្លែងសមត្ថកិច្ចឈានដល់ការបញ្ចប់ហើយមានហេតុទើបមានផលបន្ទាប់ពីភ្លៀងមួយមេធំឥឡូវនេះត្រូវបានឆ្លាស់ថេងហើយដោយគាត់ទាំងពីរនាក់បានធ្វើការចាប់ដៃគ្នាសម្របសម្រួលមិនមានការតវ៉ាគ្នាទេចង់ដឹងរឿងរ៉ាវលម្អិតបែបណាយើងទៅសាកសួរគាត់ទាំងសងខាងទាំងអស់គ្នាជម្រាបសួរបងរឿងរ៉ាវនឹងនៅពេលនេះតើឈានដល់ដំណាក់កាលណាហើយចប់បងដោះស្រាយគ្នាចប់ហើយនៅឥឡូវនេះយើងព្រមទទួលរៀងខ្លួនណាបាទឥឡូវហេតុការណ៍ហ្នឹងយើងដោះស្រាយបញ្ចប់តាំងពីពេលណាថ្ងៃមិញល្ងាចមិញណាបាទបងប្អូនគាត់គឺជាភាគីអតិថិជនដែលបានធ្វើការទៅទិញខ្សែកឲ្យមកអាងផ្សព្វផ្សាយកន្លែងខ្ញុំថាទិញនៅហាងលីណាផ្សារទូសង្កែណាគាត់បានមកបញ្ជាក់ថាគាត់ដោះស្រាយបញ្ចប់គ្នាហើយមកពីគាត់មានការយល់ច្រឡំមួយកន្លែងខ្ញុំគាត់ថាចង់ប្រាប់មហាជនថាខ្ញុំពិតជាបានលក់គ្រឿងអលង្ការពិតប្រាកដប៉ុន្តែជាគ្រឿងអលង្ការពិតប្រាកដជាផ្លាទីនពិតប្រាកដនឹងមានត្រាមានភិនទាបយីហោរបស់ខ្ញុំយ៉ាងពិតប្រាកដអញ្ចឹងមានថាបងប្រកាសណាបានលក់ខ្សែកឲ្យគាត់ពីអ្នកប្តីប្រពន្ធប៉ុន្តែរបស់ដែលបងបានលក់ឲ្យនោះគឺជារបស់ផ្លាទីនស៊ីនអញ្ចឹងអាផ្លាទីន fake ហ្នឹងបានមកពីណាមិនផ្លាទីន fake គាត់បានមកពីណាហ្នឹងការយកច្រឡំរបស់គាត់ទាញបានមករបស់មិនទិញកន្លែងខ្ញុំអញ្ចឹងណាឲ្យគាត់យកមកអញ្ចឹងហ្នឹងរឿងរបស់គាត់ចាំគាត់ដល់នេះគាត់ចូលមួយទៀតចូលរឿងកាមេរ៉ាសុវត្ថិភាពដែលគាត់បានចូលទិញបែងលើករបស់ឲ្យគាត់អីគាត់ហ្នឹងមានបានបង្ហាញនៅកន្លែងសមត្ថកិច្ចរួចរាល់នៅបាទបងប្រុសបងស្រីកាមេរ៉ាហ្នឹងបានបង្ហាញឲ្យគេឲ្យអស់ណាមើលតែបងតែវាលុបចោលអត់ឃើញវាដល់លេសចោលអីនេះយើងបញ្ចប់ហើយបញ្ចប់ហើយណាបងប្អូនឥឡូវយើងមិនចង់វែងឆ្ងាយអ្វីទេអ្វីដែលគាត់ចង់មកបញ្ជាក់នៅពេលនេះគឺប្រាប់ទៅដល់មហាជនដើម្បីឲ្យលោកបានជ្រាបថាបច្ចុប្បន្នរឿងរ៉ាវរបស់ពួកគាត់ត្រូវបានបញ្ចប់គ្នាហើយដោយបងប្រុសក៏ទទួលយកនៅអ្វីដែលចរចាគ្នាជាមួយនឹងបងប្រុសដែលជាម្ចាស់ហាងលក់គ្រឿងអលង្ការនេះដែរហើយអ្វីដែលគាត់ចង់បញ្ជាក់មួយទៀតដល់មហាជនឲ្យបានជ្រាបគឺកន្លែងបងប្រុសឈ្មោះលីណាផ្សារទូសង្កែឬសាំហាន់ក៏ពិតមែនក៏ប៉ុន្តែគាត់លក់នៅខាងក្រៅផ្សារគីនសានេះទេព្រោះមានបងប្អូនអាជីវករអ្នកលក់គ្រឿងអលង្ការច្រើនព្រោះគាត់តាក់ទងមកខ្ញុំថាបងអើយតាំងពីផ្សាយព័ត៌មានរឿងរ៉ាវនឹងមកអតិថិជនខ្ញុំច្រើនណាស់ដែលយករបស់មកលក់វិញអត់ប្រងព្រាតអស់ហើយខ្លះអត់មានអតិថិជនមកទៀតណាអញ្ចឹងហ៎បងចង់កន្លែងហ្នឹងខ្ញុំចង់ផ្ដាំផ្ញើទៅអតិថិជនដែលនិយមទិញគ្រឿងអលង្ការប្រើណាបាទព្យាយាមសួរអ្នកលក់គ្រឿងអលង្ការហ្នឹងឲ្យមានត្រាមានស្អីត្រឹមត្រូវនិងមានកដាស់ធានាត្រឹមត្រូវពីអ្នកលក់គ្រឿងអលង្ការបើសិនជាអត់មានទេសូមឲ្យគាត់រកគ្រឿងណាដែលមានត្រាមានអីត្រឹមត្រូវទៅហ្នឹងខ្ញុំផ្ដាំផ្ញើដល់មហាជនទាំងអស់ដែលគាត់ភ័យខ្លាចណាឲ្យគាត់រកទៀមទីរកចំណុចអស់ទាំងហ្នឹងនៅមានកដាស់ធានាអីត្រឹមត្រូវទិញលក់ដូរអីដោយកន្លែងខ្ញុំជាដើមកន្លែងខ្ញុំលក់គឺខាតតែឈ្នួលទេដូចឧទាហរណ៍ដូចគ្រឿងដូចខ្ញុំលក់មួយគាត់ហ្នឹង800ជាងខាតតែ$30ទេគឺខ្ញុំទទួលទិញក្នុង835ទៅខ្ញុំទិញវិញ$805ពាក់រយៈពេលប្រហែលអត់ខ្វល់ឲ្យតែទិញជារបស់ស៊ីនយកមកវិញលក់ជារបស់ខ្ញុំវិញបាទអរគុណច្រើនបាទអញ្ចឹងសូមជម្រាបទៅដល់បងប្អូនឲ្យបានយល់បន្តិចថ្ងៃនេះបងដែលជាម្ចាស់ហាងលីណាផ្សារទូសង្កែឬសាំហាន់គាត់មកធ្វើការបកស្រាយរួមជាមួយនឹងបងប្រុសបងស្រីដែលជាអ្នកប្តីប្រពន្ធក៏មកធ្វើការបំភ្លឺដូចគ្នាថារឿងរ៉ាវអង្គហេតុនៅថ្ងៃនេះគឺគាត់បានឈានដល់ការបញ្ចប់ហើយមិនមានភាគបន្តទៀតទេដោយសារតែគាត់បានដោះស្រាយគ្នានៅនឹងប៉ុស្តិ៍ធ្វើការបញ្ចប់គ្នាមិនមានការតវ៉ាជាមួយនឹងគ្នាឡើយដោយបងប្រុសគាត់ទទួលថាគាត់មានការភ័ន្តច្រឡំដោយបងប្រុសដែលជាម្ចាស់ហាងក៏គាត់មិនប្រកាន់អីផ្សេងធម្មតាយើងស្ម័គ្រចិត្តនៅក្នុងការបញ្ចប់សាច់រឿងមិនចង់វែងឆ្ងាយទាំងសងខាងណាបាទម៉ួយហ៎បងគាត់ថាម៉ួយនិយាយទៅគាត់ក៏មិនចង់វែងឆ្ងាយឥឡូវនេះមិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបឲ្យបងប្អូនយល់តែប៉ុណ្ណេះហើយរឿងរ៉ាវអង្គហេតុរបៀបណាហ្នឹងអាស្រ័យលើបងប្អូនថ្លឹងថ្លែងហើយវិនិច្ឆ័យដោយខ្លួនឯងអញ្ចឹងជុំវិញនឹងព័ត៌មាននេះខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែចង់បញ្ជាក់ទី1គាត់បានបញ្ចប់គ្នាហើយទី2គឺបងគាត់ចែក5ទៅដល់គេហៅថាអ្នកដែលចូលចិត្តនិយមទិញមាសផ្លាកទៀនគ្រឿងអលង្ការផ្សេងសូមពិនិត្យមើលឲ្យបានច្បាស់មុននឹងយើងទិញរបស់ណាក៏ដោយមិនថាម៉ួយយូរឆ្នាំកាន់ឆ្នាំយ៉ាងណាទេត្រូវតែពិនិត្យមើលត្រាសម្គាល់របស់គេឬមួយក៏យើងសួរនាំគេឲ្យបានច្បាស់អំពីលិខិតស្នាមលក្ខណៈជាច្រើនទៀតដើម្បីបកការណាមួយរឿងរ៉ាវអង្គហេតុជួបដោយបងប្រុសបងស្រីអញ្ចឹងហើយមួយទៀតក៏សូមបញ្ជាក់ថាកន្លែងហាងគាត់គឺនៅគិនសាក្រៅសាទូសង្កែឬហៅផ្សារសំហាននេះមិនមែននៅក្នុងផ្សារទេសូមបងប្អូនដែលជាអ្នកលក់គ្រឿងអលង្ការនៅក្នុងផ្សារមេត្តាគុំមានការលើកឡើងបន្ថែមទៀតអីព្រោះរឿងរ៉ាវវាបានត្រូវបានបញ្ចប់ហើយបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះសម្បត្តិមានសារៈមាត់រហ័សស្បែកត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងព័ត៌មាននេះខ្ញុំបាននឹងធ្វើការអាប់ដេតក៏ដូចជារាយការណ៍ទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាបន្តទៀតសម្បត្តិមានសារៈសូមអរគុណនិងសូមគោរពលា